ជួយសួរគ្រូនិងមិត្តភាពទាំងអស់គ្នាថ្ងៃនេះយើងមកដឹងខ្លះៗអំពី comment នៅក្នុង Linux ដោយជាដំបូងហ្នឹងយើងធ្វើការវាយ comment ហូបហើយដើម្បី show នៅ username របស់យើងតមកទៀតយើងវាយនៅ pwd ដែលជា present working directory show នៅ working directory យើងចូលតមកទៀតយើងវាយនៅ sudo app update ដោយដើម្បីបង្ហាញថា package ណាដែលយើងត្រូវការ update ហើយកន្លែងនេះខ្ញុំសូមវាយនៅ comment ដើម្បី access ចូលទៅកាន់ sudo ដែលជា administrator ហ្នឹងបន្តទៀតយើងរងចាំបន្តិចឲ្យវាអូខេវាចេញហើយវាថា all packages are up to date ចឹងមានន័យថាយើងអត់ត្រូវការ update នៅ package ណាទេតមកទៀតយើងធ្វើការទៅបង្កើតនៅfile touch sw.12 sv 11.12 ជាស្រេចបន្តទៀតយើងវាយទៅលើ ls ដើម្បី show ថាមាន file ណាខ្លះហើយជាបន្ទាប់យើងវាយ comment echo ហើយ comment echo នេះដែរគឺចេតនាចង់នៅ print នៅ string ដែលយើងវាយនៅក្នុង single quote ហ្នឹងហើយតែខ្ញុំ save ទៅខ្ញុំដាក់ hello world my name is ដាក់ឈ្មោះខ្ញុំអីចឹងទៅជាដាក់ទៅហើយបន្តមកទៀតយើងធ្វើការវាយនៅ comment ls dash ដោយវា stand for list long text ដែលខ្ញុំ note នៅខាងស្ដាំហើយបន្តមកវានឹង show នៅ detail នៃទិន្នន័យរបស់យើងហ្នឹងចំណុចបន្ទាប់គឺយើងវាយទៅលើ comment list dash lh ដែលជា comment reader ហើយធ្វើការងាយស្រួលបកប្រែដោយមនុស្សយើងគាត់ស្រួលនេះហើយបន្តមកទៀតយើងវាយទៅលើ mkdir ដើម្បីស្វែងរកដើម្បីបង្កើតទៅលើ folder ដែលយើងបានដាក់នៅកន្ទុយហ្នឹងហើយ file ខាងក្រោយហ្នឹងគឺ exist ដូច្នេះយើងអាចបង្កើតវាបានទេវានឹងចេញ error មួយដើម្បីបង្កើតវាបានតើតែយើងទៅលុបវាសិនហើយយើងវាទៅលើ command rm/r ហើយយើងវាឈ្មោះ file ហ្នឹងហើយបន្តមកទៀតយើងចាប់ផ្ដើមទៅរក folder ទៅបង្កើត folder សាច់ជាដើមវិញដល់មកយើង list វាហើយយើងនឹងទទួលបាននៅទិន្នន័យ 4K byte ដែលខ្ញុំបាន show